បាទមានតែយើងរងចាំមើលទាំងអស់ទេដែលរដ្ឋប្រហារឬក៏បកប្រហារនៅប្រទេសចិនដែលទម្លាក់លោកស៊ីជីនពីងបាទដែលជាប្រធានាធិបតីរបស់ប្រទេសបាទចិនបាទទៅជាមហាមិត្តដាច់ថែបរបស់ប្រទេសកម្ពុជាយើងហ្នឹងបាទจึงមានរងចាំមើលទេខ្លះថាពាក្យចាំរាមខ្លះអីព័ត៌មានយើងអត់ទាន់ដឹងច្បាស់បាទអញ្ចឹងបងប្អូនដឹងហើយថាយើងរស់នៅចង់បានសេចក្តីសុខគ្រប់គ្នាសូមបងប្អូនទាំងអស់គ្នាបញ្ឈប់បាទខ្ញុំឃើញនៅ Facebook page នៅតែបន្តបាទបញ្ឈប់នៅការនិន្ទាគ្នាការស្អប់ពើគ្នាទៅវិញទៅមកពេលណាបានចប់បាទនៅកលិចកង្កើតនឹងចិត្តដៀលគ្នាទៅវិញទៅមកនោះយើងចង់បានសន្តិភាពចង់បានសេចក្តីសុខបាទមុំបញ្ចប់ហើយបងប្អូនពេលដែលយើងមានចំនួនបាទប្រទេសណាដូចប្រទេសណាមិនមែនប្រទេសកម្ពុជាមួយគេអត់មាននរណាជួយយើងបានទេគុំថាឡើយអង្គការសហប្រជាជាតិមហាអំណាចណាជួយយើងបានគ្មានទេបងប្អូនមើលអ៊ីរ៉ង់បងប្អូនមើលវ៉េណេស៊ុយឡាបាទមហាមិត្តចិនមហាមិត្តស្អីគេរុស្ស៊ីអត់មានជួយបានទេត្រឹមតែថ្កោលទោសតែប៉ុណ្ណោះបាទអញ្ចឹងបញ្ហាគឺត្រូវបានបញ្ចប់ថ្កោលទោសបានប្រយោជន៍អីបងប្អូន